ទីកន្លែងហាមឃាត់ទាំង5របស់ពិភពលោកដែលគ្មាននរណាម្នាក់ធ្វើដំណើរទៅបានឡើយមនុស្សយើងភាគច្រើនតែនិយាយថានរណាក៏អាចទៅកន្លែងដែលចង់ទៅបានដែរឲ្យតែមានបំណងប្រាថ្នានិងមានលុយគ្រប់គ្រាន់ប៉ុន្តែជាក់ស្ដែងនៅលើភពផែនដីយើងនេះមានទីកន្លែងមួយចំនួនដែលមិនរឹកឲ្យភ្ញៀវទេសចរម្នាក់ដាក់ជើងជន់នៅទីនោះបានឡើយខាងក្រោមនេះគឺជាទីកន្លែងដែលល្បីប៉ុន្តែអានកំបាំងទាំង5ដែលមិនធ្លាប់មាននរណាម្នាក់ធ្វើដំណើរទៅកំសាន្តបានឡើយ1កោះសឺតសីមូលហេតុដែលវាជាទីកន្លែងហាមឃាត់ជាកន្លែងពិសោធន៍ខាងផ្នែកវិទ្យាសាស្ត្រសឺតសីគឺជាកោះភ្នំភ្លើងដែលមានទីតាំងស្ថិតនៅលើមហាសមុទ្រអាត្លង់តិកត្រង់ចំណុចប្រជុំកោះ Westminster ពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសដែនដីកោះ Island កោះសឺតសីមានផ្ទៃក្រឡា 1.4 គីឡូម៉ែត្រការ៉េនិងមានកំពូលខ្ពស់បំផុតមានកម្ពស់155ម៉ែត្រកោះនេះក៏កើតឡើងដោយសារតែបន្ទុកភ្នំភ្លើងមួយពីជម្រៅ130ម៉ែត្រពីក្រោមកម្រិតទឹកសមុទ្រនិងបានផ្ទុះឡើងនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1963រួចបន្តរហូតមកដល់ឆ្នាំ1967ដែលបង្កើតបានជាផ្ទៃដីទំហំ 2.7 គីឡូម៉ែត្រការ៉េក្រោយមកសំណឹកពីរលកសមុទ្របានធ្វើឲ្យកោះនោះរួមតូចជាលំដាប់គូបញ្ជាក់ផងដែរថាភ្នំភ្លើងផ្ទុះពីក្រោមទឹកនេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិទ្យាសាស្ត្រជាច្រើនប្រទេសខុសៗគ្នាពីពេញពិភពលោកដោយពួកគេគិតថាការកកើតដីកោះក៏ដូចជាការចាប់ផ្ដើមជីវិតមនុស្សជាច្រើនផងដែរប៉ុន្តែកោះនេះត្រូវបានគេដាក់ឈ្មោះមួយទៀតថាសឺតដែលតំណាងឲ្យភ្នំភ្លើងយក្សនិងត្រូវបានប្រើប្រាស់នៅក្នុងគោលបំណងខាងផ្នែកការពិសោធន៍វិទ្យាសាស្ត្រប៉ុណ្ណោះដោយមិនអនុញ្ញាតឲ្យមានភ្ញៀវទេសចរម្នាក់ទៅកំសាន្តទីនោះឡើយពីកោះអ៊ីលហាដាគេម៉ាដាក្រែនមូលហេតុដែលវាជាទីកន្លែងហាមឃាត់សម្បូរទៅដោយពស់ពឹសច្រើនលើសលោកកោះអ៊ីលហាដាគេម៉ាដាក្រែនត្រូវបានគេស្គាល់ថាជាទូទៅជាកោះពស់ Snake Island ដែលមានទីតាំងស្ថិតចម្ងាយ35គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃប្រទេសប្រេស៊ីលក្នុងមហាសមុទ្រអាត្លង់តិកកោះអ៊ីលហាដាគេម៉ាដាក្រែននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អត្តញ៉ែមនៃរដ្ឋសាវ៉ូឡូកោះនេះមានទំហំប្រមាណជា 430,000 ម៉ែត្រការ៉េនិងមានទីទួលខ្ពស់បំផុតកម្ពស់ 206 ម៉ែត្រកោះនេះមានទំហំមិនធំប៉ុន្មាននោះទេប៉ុន្តែវាមានលក្ខណៈដីភូមិសាស្ត្រចម្រុះតាំងពីថ្មទទេនិងដីព្រៃជាពិសេសអាកាសធាតុនៅលើដីកោះនេះគឺក្តៅខ្លាំងកោះនេះស្ដាប់ទៅហាក់បីដូចជាឋានសួគ៌យ៉ាងអញ្ចឹងប៉ុន្តែបើហ៊ានធ្វើដំណើរទៅគឺដូចជាដាក់ជីវិតទៅដូចនឹងដែរគឺពីព្រោះតែសម្បូរទៅដោយពស់ពឹសច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានគេប៉ាន់ប្រមាណថាប្រហែលជា 4,000 ក្បាលឯណោះក្នុងចំណោមសត្វពស់ពឹសទាំងអស់នេះពស់ដែលមានគ្រោះថ្នាក់ជាងគេបំផុតនោះគឺពស់ប្រភេទ Bothrops insularis ឬ Golden Lineheadពស់ប្រភេទនេះមានជាតិពឹសខ្លាំងជាងពស់ពឹសដទៃផ្សេងទៀតដល់ទៅ5ដងដែលធ្វើឲ្យអ្នកស្លាប់ភ្លាមៗមួយរំពេចប្រសិនបើអ្នកត្រូវចិត្តហេតុនេះហើយទើបអាជ្ញាធរប្រទេសប្រេស៊ីលមិនអនុញ្ញាតឲ្យនរណាម្នាក់ទៅទស្សនាកម្សាន្តនៅលើកោះនោះទេ3កោះ North Sentinel មូលហេតុដែលវាជាទីកន្លែងហាមឃាត់ជាដែនដីរបស់ពួកកុលសម្ព័ន្ធជនជាតិដើម North Sentinel គឺជាកោះលើមហាសមុទ្រឥណ្ឌាក្នុងជួរសមុទ្រអានកាល់ដែលមានចម្ងាយ36គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុងវ៉ាន់ដ័រនៅលើកោះ North Armada មានចម្ងាយ 59.6 គីឡូម៉ែត្រពីភាគខាងជើងនៃកោះ South Sentinel កោះ North Sentinel នេះមានផ្ទៃដីទំហំ 47.5 គីឡូម៉ែត្រការ៉េដែលមានបណ្ដោយប្រវែង 7.8 គីឡូម៉ែត្រនិងមានទទឹង 7 គីឡូម៉ែត្រក្រៅពីឆ្នេរនិងរូងថ្មប៉ះប្រះទឹកកោះនេះគ្របដណ្ដប់ទៅដោយព្រៃដ៏ក្រាស់កោះនេះគឺជាទីកន្លែងរស់នៅរបស់កុលសម្ព័ន្ធជនជាតិដើម Sentinelese ដ៏សែនគ្រោះថ្នាក់ដោយសារតែពួកគេទាំងអស់នេះជៀសវាងមិនឲ្យមានទំនាក់ទំនងជាមួយនឹងជនស៊ីវិលក្រៅពីជនជាតិរបស់ពួកគេឡើយបើយោងទៅតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថាពួកជនជាតិដើមនេះរស់នៅក្នុងភាពដាច់ដោយឡែកពីគេឯងនិងមិនទទួលភាពទាន់សម័យជាង 60,000 ឆ្នាំមកហើយជនជាតិដើមកុលសម្ព័ន្ធទាំងអស់នេះតែងតែការពារទឹកដីរបស់ពួកគេយ៉ាងសកម្មដោយកាលពីឆ្នាំ2004ពួកគេបានបាញ់ព្រួយទម្លាក់អធិបតេយ្យកញ្ចក់របស់រដ្ឋាភិបាលប្រទេសឥណ្ឌាដែលបានហោះឆ្លងកាត់កោះ North Sentinel ដែលពួកគេរស់នៅបន្ទាប់ពីមានបញ្ហាគ្រោះធម្មជាតិរលកជាបកបកដើម្បីចង់ដឹងថាពួកគេត្រូវការជំនួយដែរឬអត់ក្រោយមកពួកមនុស្សជនជាតិដើមទាំងអស់នោះបានសម្លាប់អ្នកនេសាទដែលវង្វេងផ្លូវទៀតផងហេតុនេះហើយទើបប្រទេសឥណ្ឌាបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឲ្យឆ្ងាយពីជនជាតិដើម Sentinelese នេះនិងដីរបស់ពួកគេ4 Iceland ស្រ័យនៅជប៉ុនមូលហេតុដែលវាជាទីកន្លែងហាមឃាត់ជាកន្លែងសម្រាប់តែបរិជនប៉ុណ្ណោះ The Iceland ស្រ័យគឺជាទីកន្លែងសក្ការៈបូជាស៊ីនតូទៅដល់ព្រះអាទិត្យព្រះនាមថា Amaterasu មានទីតាំងស្ថិតនៅទីក្រុង Ai នៃ Mi Prefecture នៅក្នុងប្រទេសជប៉ុនទីសក្ការៈនេះមានឈ្មោះជាផ្លូវការថា Jinku និងមានវិហារជាច្រើននៅក្នុងនោះដែលមានវិហារពីរធំៗផងដែរគឺ Naiku និង Jiku ក្នុងប្រទេសជប៉ុនវាជាទីសក្ការៈបូជាដ៏សំខាន់បំផុតប្រចាំប្រទេសជប៉ុនទាំងមូលវិហារធំបំផុតនៅក្នុងនោះមានព័ទ្ធជុំវិញដោយជញ្ជាំងឈើខ្ពស់ៗនិងមានតែពួកបូជាអាចារ្យជាន់ខ្ពស់និងសមាជិកនៃក្រុមគ្រួសារអធិរាជជប៉ុនប៉ុណ្ណោះដែលអាចចូលទៅបានរហូតមកទល់នឹងឆ្នាំ1945ទីសក្ការៈ Iceland ស្រ័យបានដាច់ចេញពីដីជុំវិញកាន់តែឆ្ងាយដោយសារតែទន្លេមីយ៉ាកាវ៉ាបានព័ទ្ធជុំវិញទីនោះសូម្បីតែព្រះសង្ឃក៏ត្រូវបានហាម5ជាដាច់ខាតមិនឲ្យឆ្លងកាត់ទន្លេនោះផងដែរ5កោះគ្រូណាត់
មូលហេតុឲ្យវាជាទីកន្លែងហាមឃាត់ជាកន្លែងធ្វើតែអាវុធជីវសាស្ត្រក៏គ្រូណាត់គឺជាដែនដីកោះតូចមួយដែលមានរាបពងក្រពើរបស់ប្រទេសស្កុតឡែនទំហំ196ហិកតាដែលមានប្រវែងបណ្ដោយប្រមាណជា2គីឡូម៉ែត្រនិងទទឹងប្រហែល1គីឡូម៉ែត្រប៉ុណ្ណោះកោះនេះមានទីតាំងនៅជុំសមុទ្រគ្រូណាត់ប្រវែងជាប្រហែលពាក់កណ្ដាលផ្លូវរវាងភូមិកាឡុចនិងអាឡាប៊ូនៅក្នុងឆ្នាំ1881គេបានកត់ត្រាថាមានមនុស្សចំនួន6នាក់រស់នៅលើទីនោះប៉ុន្តែនៅក្នុងឆ្នាំ1920បានក្លាយជាកោះដែលបានគេបោះបង់ចោលគ្មានមនុស្សរស់នៅក្រោយមកក្នុងឆ្នាំ1942រដ្ឋាភិបាលអង់គ្លេសបានទិញកោះនោះដើម្បីសម្រាប់ធ្វើការសាកល្បងអាវុធជីវសាស្ត្រជាពិសេសសារធាតុអាន់ត្រាកក្រោយមកនៅក្នុងឆ្នាំ1942រដ្ឋាភិបាលអង់គ្លេសបានទិញកោះនេះដើម្បីសម្រាប់ធ្វើការសាកល្បងអាវុធជីវសាស្ត្រជាពិសេសសារធាតុអាន់ត្រាកអំឡុងពេលពិសោធន៍សារធាតុអាន់ត្រាកបានបំពុលដីអស់រយៈពេលជាយូរនិងបង្កឲ្យមនុស្សស្លាប់ 95% រហូតមកដល់ទសវត្សរ៍ឆ្នាំ80កោះនេះបានក្លាយជាកន្លែងដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោកក្រោយមកក្នុងឆ្នាំ1986អ្នកវិទ្យាសាស្ត្របានសម្អាតសារធាតុពុលចេញនិងប្រកាសថាកោះនេះមានសុវត្ថិភាពពេញលេញហើយនៅក្នុងឆ្នាំ1990ប៉ុន្តែទោះជាយ៉ាងណាក៏គ្មាននរណាម្នាក់ទៅរស់នៅទីនោះទៀតដែរ